វាស្អាតហើយប្រតិការបាក់ដៅមែនមានចិត្តឆ្លាញ់ហើយអត់មានខាងជើងខាងណាឯងសំខាន់ម្ចាស់ផ្ទះគាត់បកគោផ្ទះនំពិតជាស្អាតមែនហើយឆ្លាញ់បាក់ដៅលើការរៀបចំហើយការរាំងផ្ទះវាតែតែមានទីទួចឯងមិនអត់ទេសូម្បីតែយើងធ្វើអ្វីក៏ដោយវាមិនចេះតែបានសម្រាប់ថោទេអញ្ចឹងខ្ញុំសំណូមពរបើទឹកចិត្តទីនេះកន្លែងនេះរបស់ជាមួយខាងនេះបាត់ជាវាកក់ក្ដៅមែនខាងទៅអត់បាត់អរគុណច្រើនដែលខ្ញុំមានរបៀបជូនពរឲ្យម្ចាស់ផ្ទះមានសុខភាពល្អរកស៊ីទទួលទានមានបានចាប់ពីថ្ងៃនេះតទៅ